អូខេសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺខ្ញុំមកបង្រៀនអំពីការ set up ម៉ោងនៅលើរថយន្ត Hilux Revo V Edition ឆ្នាំ2023ហើយនេះគឺជារបៀបក្នុងការធ្វើការ reset ហើយយើងអាចធ្វើការកំណត់ម៉ោងនៅលើរថយន្តរបស់យើងបានអញ្ចឹងជាធម្មតានៅពេលដែលយើងផ្លាស់ប្ដូរអាគុយឬក៏នៅពេលដែលយើងធ្វើការដោះក្បាលអាគុយចេញពីរថយន្តនោះរថយន្តរបស់លោកអ្នកនឹង reset ម៉ោងទៅម៉ោង1បាទម៉ោង1មានន័យថាម៉ោង1ថ្ងៃត្រង់ឬក៏ម៉ោង1ល្ងាចវាទៅតាមរថយន្តនីមួយៗបន្ទាប់មកនៅពេលដែលពុកម៉ែបងប្អូនទាំងអស់គ្នាចង់ធ្វើការ reset អញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាគ្រាន់តែធ្វើការចុចបាទនៅកន្លែងនេះគឺគេដាក់ថា H មានន័យថាម៉ោងគឺជាម៉ោង1ម៉ោង2ម៉ោង3អញ្ចឹងទៅហើយ M នេះគឺជានាទីបាទ M នេះគឺជានាទីហើយនេះគឺយើងអាចធ្វើការ reset នាទីរបស់យើងឲ្យវាទៅជា00ដើម្បីយើងងាយស្រួលក្នុងការកំណត់អញ្ចឹងដើម្បីកំណត់ម៉ោងបានយើងធ្វើការចុច up នៅលើកន្លែងប៊ូតុងមួយនេះបាទខ្ញុំនឹងឧទាហរណ៍មួយឧទាហរណ៍ថាឥឡូវនេះគឺម៉ោងឥឡូវហ្នឹងគឺខ្ញុំកំណត់ត្រូវហើយពីម៉ោង2:09នាទីប៉ុន្តែខ្ញុំនឹងអាចធ្វើការកំណត់ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាមើលម្ដងទៀតឧទាហរណ៍ខ្ញុំចង់កំណត់ថាម៉ោង3:15នាទីអញ្ចឹងគឺខ្ញុំអាចធ្វើការចុចបាទចុច up បញ្ជាប់បាទអញ្ចឹងឥឡូវវាឡើងម៉ោង4ហើយអញ្ចឹងខ្ញុំថាម៉ោង4ចុះហើយយើងកំណត់ថា15នាទីគឺយើង up បញ្ជាប់ដែរហើយវានឹង load បាទដល់ពេលដល់15នាទីយើងដកដៃចេញហើយកន្លែងនេះគឺយើងធ្វើការ reset ឧទាហរណ៍ថាយើងកំណត់ហួសអញ្ចឹងយើងចង់ឲ្យវាមក00យើងចុចជាប់ទៅគឺវានឹង load មក00បាទអញ្ចឹងវាមានភាពងាយស្រួលទេអញ្ចឹងខ្ញុំនឹងទៅកំណត់ទៅម៉ោងរបស់ខ្ញុំជាធម្មតាវិញម៉ោង2អញ្ចឹងម៉ោង2វា14អញ្ចឹងខ្ញុំចុចឲ្យជាប់បាទរហូតដល់ម៉ោង2ម៉ោង3ថ្ងៃម៉ោង4ថ្ងៃម៉ោង5 6 7 8 9 10 11 12 13បាទអញ្ចឹងនេះគឺម៉ោង14ម៉ោង2ហើយខ្ញុំនឹងមើលនាទីឥឡូវនេះគឺម៉ោង10ម៉ោង2:10នាទីអញ្ចឹងខ្ញុំគ្រាន់តែចុចនៅលើនេះទៅបាទ2 3 4 5 6 7 8 9 10បាទអញ្ចឹងគឺ10នាទីអញ្ចឹងគឺតែប៉ុណ្្នឹងគឺអូខេហើយបាទយើងអាចកំណត់ម៉ោងបានយ៉ាងមានភាពងាយស្រួលនៅលើរថយន្ត Hilux Revo V Edition អញ្ចឹងមានចម្ងល់អីអាចសាកសួរជាមួយនឹងខ្ញុំបន្តទៅមុខទៀតតាក់ទងជាមួយនឹងរថយន្តឬក៏រថយន្តផ្សេងទៀតបាទអូខេអរគុណច្រើនជម្រាបលា